បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងត្រឡប់មកជួបខ្ញុំម្ដងទៀតដោយដែលបានសន្យាអំពីវីដេអូមុនដែលខ្ញុំនឹងធ្វើការបង្ហាញពីរបៀប download IDE សម្រាប់សរសេរភាសា C programming របស់យើងហ្នឹងអូខេអញ្ចឹងខ្ញុំនឹងទៅ download យក Dell C++ មកសម្រាប់សរសេរភាសា C នឹងឯងបាទខ្ញុំអត់ប្រើ VS Code ទេបាទអញ្ចឹងបាទអូខេខ្ញុំ refresh តិចសិនចាបាទអញ្ចឹងដំបូងយើងចូលទៅកាន់ Chrome របស់យើងអូខេចូលទៅកាន់ចូលរបស់យើងមកបាទអញ្ចឹងយើង search ពាក្យថា Dell C++ យើង enter អូខេតោះមកយើងចុចនៅកន្លែងDell C++ official website ហ្នឹងយើងអត់ចុចតាមហ្នឹងទេយើងអស់មកក្រោមមកយើងនឹងឃើញពាក្យថានេះយើងឃើញ website ដែលមានឈ្មោះថា SourceForge អញ្ចឹងយើងចុចលើពាក្យ Dell C++ download បាទយើងចុចលើក្នុងបកមកអូខេអញ្ចឹងចុចហើយវាលោតចូលមកផ្ទាំងនេះអញ្ចឹងក្នុងផ្ទាំងនេះយើងឃើញពាក្យថាមាន download ពណ៌បៃតងអញ្ចឹងយើងចុចមកបាទអូខេបាទអញ្ចឹងចាំបន្តិចវានឹង download ឲ្យយើងបាទនេះបាទ download បាទនេះបាទចាំវាបន្តិចទៅបងប្អូនអូខេបាទចិត្តបានណាអូខេឥឡូវយើង download បានហើយអញ្ចឹងយើងចុចមកស្ដាំលើវាបាទហើយយើងចុច open បាទអូខេអញ្ចឹងវា load ផ្ទាំង queue នេះយើងឲ្យយើងផ្ទាំងខ្មៅនេះបាទអញ្ចឹងយើងចុចពីថា yes បាទបាទអូខេអញ្ចឹងវានឹង set up ឲ្យយើងចាំតិចទាំងអស់គ្នាអូខេអញ្ចឹងកន្លែងនេះវាឲ្យយើងជ្រើសរើសភាសាអញ្ចឹងយើងយកភាសាអង់គ្លេសមកបាទព្រោះយើងសេកូដជាភាសាអង់គ្លេសណាបាទអញ្ចឹងយើងចុចអូខេបន្ទាប់មកអត់មានអីទេរងនេះយើងចុច IE Cree អូខេត្រង់នេះគឺអត់មានអីដែរយើងអត់ដូរអីទេអញ្ចឹងយើងចុច next ទៅទៀតអូខេកន្លែងនេះកន្លែងកន្លែងដែលយើងដាក់ file C++ របស់យើងនឹងអញ្ចឹងយើងដាក់តាមគេអញ្ចឹងមកបាទ C program file នៅ Dell C++ យើងចង់ដូរក៏ដូរទេថាអត់ក៏អត់ទៅបាទអញ្ចឹងខ្ញុំដាក់នៅហ្នឹងហើយខ្ញុំចុច install វាបោះអូខេអញ្ចឹងចាំបន្តិចទៅវាកំពុងតែ install ចូលណាបាទអូខេឥឡូវហើយអញ្ចឹងយើង install បានជោគជ័យហើយអូខេបាទអញ្ចឹងមកដល់ទីនេះយើងដកពាក្យថា run del C++ ចេញមកយើងអាន click លើវាអូខេអញ្ចឹងយើងចុច finish បោះមកអូខេបាទអញ្ចឹងយើង refresh computer មួយទៅអូខេអញ្ចឹងយើង download ហើយគឺយើងឃើញថាវាអត់មាននៅលើផ្ទាំងរបស់យើងនៅក្នុងនេះក៏អត់ឃើញដែរអញ្ចឹងយើងចុច window នេះបាទចុច window ហើយយើង search ប្រហែលវាទៅយើង search del C ទៅបាទ del C++ ទៅបាទយើង enter មកអូខេនេះ load មកអ្នកគ្នាអូខេអញ្ចឹងយើងចុចពាក្យថា next បាទភាសាយកអង់គ្លេសដដែលអត់មានដូរទេបាទអញ្ចឹងចុចពាក្យ next អូខេកន្លែងនេះបើយើងចង់ custom ក៏ custom ទៅបើថាអត់ទៅប៉ុន្តែខ្ញុំអត់ custom ទេខ្ញុំយក default វាអញ្ចឹងយើងស្រួលមើលអញ្ចឹងណាហើយយើងចុច next អូខេចុច OK ទៀតអូខេបាទអញ្ចឹងយើងសាកសរសេរកូដមួយអញ្ចឹងដើម្បីបង្កើត file បានដើម្បីសរសេរយើងចុចកន្លែង file ហើយយើង hold លើពាក្យ new អញ្ចឹង hold មកវានឹងចេញពាក្យថា soft code soft file អញ្ចឹងយើងចុច soft file មួយមកអូខេឬក៏យើងប្រើ shortcut យើងប្រើ control បូកអក្សរ n បាទអញ្ចឹងខ្ញុំចុច control បូកអក្សរ n អូខេបានដូចគ្នាបាទអញ្ចឹងរបៀបបើក file របស់យើងមានពីររបៀបដំបូងគឺយើងប្រើចុចលើ file ហើយ hold មកពាក្យ new វានឹង load ពាក្យថា soft file បាទអាហ្នឹងគឺជាមួយបែបមួយរបៀបឬក៏មួយទៀតយើងចុច control អក្សរ n អាហ្នឹងក៏មករបៀបទៀតដែរអញ្ចឹងយើងប្រើពីណាក៏បានដែរអត់មានបញ្ហាទេណាបាទអញ្ចឹងខ្ញុំសាកសរសេរកូដដំបូងមើលបាទខ្ញុំព្រីបន្តិចចាបាទអញ្ចឹងខ្ញុំសរសេរកូដ hello world មួយចាំបាទអញ្ចឹងខ្ញុំសរសេរកូដ C++
include stdio.h នៅគុំ in main អូខេអញ្ចឹងខ្ញុំ print មួយចុះណា print f ចង់ខ្ញុំ print hello world បាទ hello world អូខេជិះ semi column មកវិញអូខេអញ្ចឹងយើង run យើងចុចខាងនេះ run បាទចុចមកបកអូខេអញ្ចឹងមុននឹង run ដែល C++ តម្រូវឲ្យយើង save សិនបាទយើង run ចេញណាអញ្ចឹងយើង run ហើយយើងដូរឈ្មោះមកអញ្ចឹងយើងដាក់ឲ្យត្រូវជាមួយនឹងអ្វីយើងសេអញ្ចឹងខ្ញុំ say hello world ខ្ញុំដាក់ hello world អូខេអូខេ hello world ណាអូខេ hello world អញ្ចឹងខ្ញុំចុច save បាទចាំតិចទាំងអស់គ្នាអូខេចេញមកហើយបាទអញ្ចឹងនេះគឺជាកូដរបស់យើងបាទយើង say hello វាជា hello បាទអញ្ចឹងចុចខ្វែងវិញបាទអញ្ចឹងការ install IDE ដែល C++ ហ្នឹងគឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាហើយបើថាមើលអត់ទាន់យើងខាយវីដេអូទៅក្រោយមើលវិញណាព្រោះបើយើងអត់ចង់ខាទេយើងដាក់ speed វាឲ្យយូរទៅអញ្ចឹងយើងមើលតដូចគ្នាណាបាទអញ្ចឹងអត់មានអីបាក់ទេការ install នេះអញ្ចឹងបាទអូខេថ្ងៃហ្នឹងការ install របស់យើងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូដែលខ្ញុំរៀនពី syntax របស់ភាសា C variable អីផ្សេងទៀតចឹងទៅបាទអញ្ចឹងបើទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំបង្ហាញបែបនេះបាទកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំនិងចុច like ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីដែលខ្ញុំបង្ហោះបន្តទៀតអូខេអញ្ចឹង goodbye ទាំងអស់គ្នាបាយបាយ